បាទគ្រប់មេមិញមានខាងគេខមមិននៅក្នុង Facebook គេបានសួរថាហេតុអីបច្ចេកវិទ្យារឹតតែទំនើបបញ្ហាគ្រឿងញៀននៅតែកើតមានក៏ដូចជាបញ្ហាក្មេងទំនើងនៅតែបន្តមានសពថ្ងៃតើមូលហេតុអីដែរមេបាទសូមជម្រាបទៅម្ចាស់ខមមិនវិញថាអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានខិតខំក្នុងការបង្ការក្រាបបញ្ហាគ្រឿងញៀនក៏ដូចជាក្មេងទំនើងនេះណាបាទក្នុងនោះបញ្ហាគ្រឿងញៀនបាទឈ្មួញគ្រឿងញៀនពេលដែលសមត្ថកិច្ចយើងមានឧបករណ៍កាន់តែទំនើបមួយទៅប្រើប្រាស់មធ្យោបាយកាន់តែទំនើបជាងមុនដែរអញ្ចឹងមានតែប្រជាពលរដ្ឋទេទន្ទឹមនឹងដែលអាជ្ញាធរបានដាក់បច្ចេកវិទ្យាទំនើបឲ្យប្រើប្រាស់ជាពលរដ្ឋត្រូវតែសហការដើម្បីប្រើប្រាស់ជួបាយបច្ចេកវិទ្យាទំនើបនោះសហការរាយការណ៍រកអន្តរាគមន៍ដើម្បីងាយស្រួលក្នុងការបង្ក្រាបទាន់ពេលវេលាជាមួយនោះបញ្ហាក្មេងទំនើបក៏ដូចគ្នាចំពោះសិស្សក្នុងសាលាគឺមេដាបេដាត្រូវតែសហការជាមួយសាលាដើម្បីឲ្យដឹងថាប្រកាសថាមួយថ្ងៃដែលកូនចាក់ចេញពីសាលាពីផ្ទះទៅសាលានេះទទួលបានការរៀនសូត្របើក្នុងករណីថាកូនមិនចូលថ្នាក់គឺឲ្យសាលារាយការណ៍មកហើយមេដាបេដាត្រូវតែទទួលយកនៅការរាយការណ៍របស់សាលានោះដើម្បីយើងកែលម្អអប់រំទាំងអស់គ្នាចំពោះក្មេងក្រៅសាលាដូចជាគាត់មេដាបេដាក៏ត្រូវដឹងថាកូនគាត់ចេញពីផ្ទះមួយថ្ងៃនេះគាត់ទៅធ្វើការមែនឬមួយក៏គាត់ទៅណាផ្សេងបាទបើគាត់ទៅធ្វើការយើងត្រូវដឹងកន្លែងគាត់ធ្វើការបើគាត់ចេញពីផ្ទះទៅគ្មានគោលដៅយើងត្រូវតែសហការគ្នាក្នុងការអប់រំកូនចៅរបស់យើងឲ្យដើរត្រង់ផ្លូវតាមរយៈការដែលផ្ដល់ការងារឲ្យគាត់ធ្វើក៏បើគាត់ទំនេរទៅខ្សែគប់មិត្តភ័ក្តិប៉ះចំមិត្តភ័ក្តិអាបាយគឺនាំឲ្យកូនយើងអាបាយកាលណាប្រព្រឹត្តអំពើអាបាយគឺនាំឲ្យកើតទំនើងពួកអំពើទំនើងនេះជាមធ្យោបាយមួយសម្រាប់ដោះស្រាយនៅអំពើអាបាយទាំងនោះបញ្ហាធំគឺបញ្ហាគ្រឿងញៀនចោលលួចចោលខ្លួនជាដើមរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាទំនើបណូត្រាដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក៏ដូចជាសហការរួមគ្នាក្នុងការដោះស្រាយបញ្ហាក្មេងទំនើង